តោះថ្ងៃនេះដល់បងប្អូនមកមើលតើនៅក្នុងប្រអប់កំប៉ុងសាប៊ូនេះមានអីគេខ្លះពេលដែលយើង unboxing មកអីវ៉ាន់នេះដាច់ stock ជាង3អាទិត្យហើយតែតែចូលមកដល់វិញទេអញ្ចឹងបងប្អូនចង់បានអាចតាក់ទងមកបានហើយថ្ងៃនេះក៏យើងមានដៃបាញ់ខ្លីរបស់ម៉ាកតែមួយនឹងដែរមកយកមកសាកទេមានមកក្របនឹងគុតអញ្ចឹងដោយបងប្អូនធ្លាប់បានមើលវីដេអូខ្ញុំពីមុនមកកំប៉ុងសាប៊ូនេះជាប្រភេទកំប៉ុងសាប៊ូដែលល្អជាងគេហើយសម្រាប់ផលិត foam សម្រាប់បងប្អូនដែលមានសាប៊ូស្រាប់ដែលមាន foam ជាប្រភេទ snow foam អាហ្នឹងគឺប្រើម៉ាកនេះទៅគឺត្រូវហើយកំប៉ុងសាប៊ូនឹងវានឹងផលិត foam មកចេញមកម៉ត់ល្អហើយមានជាតិសាប៊ូច្រើនជាងជាតិទឹកអានេះយើងអាចសេរីបានលើនឹងហើយកំប៉ុងសាប៊ូវាជាក់ស្ដែងគឺដាក់បានទឹក10 លីត្រសម្រាប់ការប្រើប្រាស់អាយុកាលរបស់វាដូចបានដល់6ឆ្នាំកំប៉ុងសាប៊ូនេះឥឡូវយើងមកមើលការលាយទឹកម្ដងខ្ញុំចាក់ទឹកប្រហែលជា820 ml ហើយខ្ញុំដាក់សាប៊ូនោះខ្ទង់ប្រហែលជា50 ml វាអត់ដល់900 ml ទេព្រោះក្រិតនៅលើដបហ្នឹងគឺសុក្រិតល្អសម្រាប់អ្នកដែលគាត់វល់ភ្នែកដូចខ្ញុំគិតថាវាលើសខ្វះគ្នាតិចតួចអត់បញ្ហាទេតែបើសម្រាប់ ratio standard ក្នុងការលាយសាប៊ូវិញយើងលាយ1លើ10ឬក៏1លើ20ហើយបើសិនជាឡានបងប្អូនមិនសូវប្រឡាក់ទេបងប្អូនអាចប្រើ1លើ20ទៅវាសំចៃបានដែរពីព្រោះ foam rake វាជាប្រភេទសាប៊ូដែលមានពពុះខាប់ខ្លាំងអញ្ចឹងបើសិនជាបងប្អូនដាក់1លើ10អាចនឹងពពុះច្រើនពេកអញ្ចឹងបើសិនជាបងប្អូនប្រើធម្មតាទេអាចប្រើ1លើ20បានហើយបើសិនជាបងប្អូនចង់ដឹងថាឡានដែលកំពុងតែបាញ់នេះប្រឡាក់ខ្លាំងប៉ុណ្ណាកុំភ្លេចទៅមើលវីដេអូនឹងឯស្អែកអរគុណច្រើនបាយ